talk show ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោកប៉ុន្តែនៅពីក្រោយពន្លឺនៃអគារខ្ពស់និងភាពស្រស់ស្អាតនៃវប្បធម៌ជប៉ុននេះតើជីវិតមនុស្សរស់នៅទីនោះពិតជាមានភាពលំបាកឬក៏យ៉ាងណាដែរតើអ្នកធ្លាប់ស្រមៃថាជីវិតក្នុងទីក្រុងដែលមិនដែលដេញវាមានអ្វីកើតឡើងខ្លះទេថ្ងៃនេះTime Frame នឹងនាំអ្នកទៅស្គាល់អំពីជីវិតប្រចាំថ្ងៃនៅទីក្រុងតូក្យូតូក្យូជាទីក្រុងធំបំផុតមួយនៃប្រទេសជប៉ុនមានប្រជាជនជាងប្រមាណ37លាននាក់ប្រសិនបើរាប់តាមតំបន់ទីប្រជុំជនទាំងមូលផងដែរវាជាទីក្រុងដែលរួមបញ្ចូលរវាងបច្ចេកវិទ្យានិងវប្បធម៌បុរាណបានយ៉ាងល្អពីសញ្ញាចរាចរណ៍អូតូម៉ាទិករថភ្លើងលឿនជាងគេក្នុងពិភពលោករហូតដល់វត្តបុរាណនៅចំកណ្ដាលទីក្រុងទាំងនេះជារូបភាពសុខស្វែងនៃជីវិតសម័យទំនើបក្នុងប្រទេសជប៉ុនតម្លៃជួលផ្ទះនៅតូក្យូអាចនិយាយបានថាថ្លៃបំផុតក្នុងអាស៊ីបន្ទប់តូចមួយប្រហែល20ម៉ែត្រការ៉េតម្លៃជួលប្រហែលជា$800ក្នុងមួយខែឬច្រើនជាងនេះបើនៅកណ្ដាលទីក្រុងប៉ុន្តែប្រជាជនជប៉ុនភាគច្រើនក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរដូច្នេះពួកគេអាចគ្រប់គ្រងបានតាមសមត្ថភាពការប្រើប្រាស់ប្រចាំថ្ងៃដូចជាអាហាររថភ្លើងសេវាកម្មផ្សេងៗត្រូវបានរៀបចំឡើងដោយមានប្រសិទ្ធភាពអ្នកអាចទិញអាហារល្អមួយពេលក្នុងតម្លៃត្រឹមតែ$5នៅក្នុងតាមហាងសៀងតូចឬម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិប៉ុន្តែមនុស្សនៅទីនេះចំណាយពេលជាច្រើនលើការងារមនុស្សមួយចំនួនធ្វើការរហូតដល់យប់ជ្រៅប្រព័ន្ធដឹកជញ្ជូននៅតូក្យូគឺមានភាពអស្ចារ្យមួយក្នុងពិភពលោករថភ្លើងឬក៏សាវ៉េត្រួតគ្នាដោយអណ្ដូងច្រវាក់គ្នាជារៀងរាល់ព្រឹកមានមនុស្សរាប់លាននាក់ដើរចូលចេញតាមផ្លូវក្រោមដីដោយមានភាពរវល់តែជាមួយនឹងសណ្ដាប់ធ្នាប់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពួកគេពិតជាគោរពពេលវេលាខ្លាំងណាស់រថភ្លើងពន្យាពេលត្រឹមតែ1នាទីក៏ត្រូវចាប់អារម្មណ៍ហើយជីវិតនៅតូក្យូមិនអាចនិយាយបានគ្រប់គ្រាន់បើគ្មានអាហារជប៉ុនពីសូស៊ី ramen tempura រហូតដល់ bento box ទាំងអស់នេះបង្ហាញពីស្នាដៃវប្បធម៌ជប៉ុនយ៉ាងជ្រាលជ្រៅមនុស្សនៅទីនេះចូលចិត្តអាហារសុខភាពនិងភាពស្អាតក្នុងការកាន់អាហារក៏ដូចជាការគោរពគ្នានៅក្នុងសង្គមផងដែរនៅក្នុងរថភ្លើងឬហាងមានភាពស្ងៀមស្ងាត់និងមិនបង្កការរំខានដល់អ្នកដទៃនេះគឺជាចរិតដ៏សំខាន់នៃប្រជាជនជប៉ុនទោះបីជាតូក្យូជាទីក្រុងឆ្លាតវៃបំផុតមួយប៉ុន្តែសម្ពាធការងារនៅទីនេះក៏ខ្ពស់ផងដែរមនុស្សជាច្រើនត្រូវធ្វើការដល់ពេលយប់ឬបន្តការងារជាច្រើនម៉ោងការរស់នៅក្នុងសង្គមដែលទាមទារឲ្យមានភាពល្អឥតខ្ចោះអាចនាំឲ្យមនុស្សខ្លះមានអារម្មណ៍ថាឯកាឬមានជំងឺបាក់ទឹកចិត្តផងដែរទោះជាយ៉ាងណាពួកគេនៅតែបន្តរកភាពជោគជ័យវាជាផ្នែកមួយនៃចិត្តរឹងមាំរបស់ប្រជាជនជប៉ុនទីក្រុងតូក្យូគឺអ្វីគ្រប់យ៉ាងដំណើរការយ៉ាងល្អប្រសើរពីសណ្ដាប់ធ្នាប់សុវត្ថិភាពបច្ចេកវិទ្យានិងវប្បធម៌តែវាមិនមែនជាកន្លែងដែលល្អឥតខ្ចោះនោះទេជីវិតនៅទីនេះបង្ហាញថាសមត្ថភាពក្នុងការរស់នៅមិនមែនគ្រាន់តែបច្ចេកវិទ្យាឬប្រាក់ប្រាំទេប៉ុន្តែជាអត្តសញ្ញាណនិងវប្បធម៌ដែលធ្វើឲ្យប្រជាជនជប៉ុនប្លែកពីគេតូក្យូមានពាក្យស្លោកមួយដែលគេហៅថាទីក្រុងមិនដែលដេកប៉ុន្តែសុបិនរបស់វាមិនធ្លាប់ផ្អាកសូមអរគុណសម្រាប់ការទស្សនាបើអ្នកចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like និង subscribe ជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណ